ខ្ញុំយកទូរស័ព្ទទៅដាក់ក្នុងទូទឹកកកបើកអេក្រង់ឲ្យភ្លឺ 50% ហើយចាក់វីដេអូជាង 10 ម៉ោងចុងក្រោយនៅសល់ថ្មលើ 50% ទៀត ម៉ោង 8 ជាង 10 ម៉ោងជាងហើយថែមពលថ្មរបស់យើងគឺនៅ 54% រយៈពេល 2 ម៉ោងគឺចុះថ្មតែ 13% តែប៉ុណ្ណោះ ចឹងនេះគឺជាទូរស័ព្ទ Huawei Nova 15 Max ជាទូរស័ព្ទដែលមានថ្មធំជាងគេបំផុត 8500 mAh តែទំហំប៉ុណ្ណឹងយើងអាចធ្វើការប្រើប្រាស់បាន 2 ទៅ 3 ថ្ងៃដោយមិនចាំបាច់បារម្ភរឿងសាកថ្មនោះទេ ពួកការប្រើប្រាស់ app សំខាន់ៗនៅក្នុងស្រុកយើងដូចជា ABA អីគឺដំណើរការស្រួល 100% មានប៊ូតុងចុចមួយ scan QR បានភ្លាមៗក៏បានដែរ តែទូរស័ព្ទមួយគ្រឿងនេះគឺ AI X ប៊ូតុងដែលយើងអាចធ្វើការប្រើប្រាស់សម្រាប់ One Touch Access ចូលទៅក្នុងកម្មវិធីដែលយើងអាចធ្វើការកំណត់បាន ទូរស័ព្ទនេះគឺមានសភាពធន់ហើយវាទទួលបាន certificate HCL លំដាប់ថ្នាក់ផ្កាយ 5 ត្រូវបានគេទម្លាក់មកពីកម្ពស់ 5.5 ម៉ែត្រហើយក៏នៅតែអាចធ្វើការដំណើរការបានធម្មតា ហើយបន្ថែមពីលើនឹងទៀតគឺក៏វាមានប្រព័ន្ធការពារជំរាបទឹក សិនជានៅពេលដែលវាសើមក៏យើងនៅតែអាចធ្វើការ touch ទៅលើអេក្រង់បានយ៉ាងរលូនផងដែរ ហើយការរចនាវិញគឺស្តៀងទៅនឹងតកូ flagship របស់ Huawei ដែរសូម្បីតែអេក្រង់របស់វានឹងក៏មាន Game Bezel ស្ដើងស្អាតគ្រប់ជ្រុងដែរ ហើយវាគឺជា Huawei Nova 15 Max